ជីវប្រវត្តិខ្លះៗរបស់ខ្ញុំបាទដែលបានមកបង្កើតពៀនព្រះរាមខាប់នេះនឹងឲ្យខ្ញុំបាទអត់មានប្រវត្តិអីដែលពាក់ព័ន្ធជាមួយនឹងបាទការប្រកួតពៀនឬក៏បាទការលេងពៀននៅណាទេគ្រាន់ថាខ្ញុំធ្វើបាទនៅពេលអ្វីដែលខ្ញុំសម្រេចចិត្តថាធ្វើហើយបង្កើតវាបានលទ្ធផលជួយសង្គមបាទវាចាប់ផ្ដើមពីការលេងបាល់បែកញើសបាទរៀងរាល់សប្តាហ៍ទេតែការលេងរបស់យើងមិនទៅជាល្អណាស់ណាទេបងប្អូនណាយើងលេងកាក់បាទកាក់យកតែមែនតែនគូនក៏យើងចាប់មិនកើតដែរចាប់ម្ដងធ្លាយ10 20គ្រាប់អីចឹងបាទខ្សែការពារគឺកវីក្បាលនេះម្ដងតែអាណាចាប់គូនហើយគឺឡើងអុសបាល់ទៅកណ្ដាលទីបាទហើយនេះគឺជារូបភាពអនុស្សាវរីយ៍ល្អរបស់ខ្ញុំដែលខ្ញុំបានបង្កើតនៅក្នុងព្រឹត្តិការណ៍ព្រះរាមខាប់នេះបាទគឺយើងបានជួយគុណភ័ក្រអបហានៅទីរំខែកំពង់ចាម400000បាទហើយការចាប់ផ្ដើមរបស់យើងនោះគឺតែម្នាក់ឯងនោះទេហើយមានអ្នកចូលរួមច្រើនបាទអ្នកចូលរួមច្រើនអញ្ចឹងយើងធ្វើវាបាទចេះតែធ្វើទៅបាទការចាប់ផ្ដើមជារឿងលំបាកប៉ុន្តែនៅពេលដែលយើងបន្តបានកាន់តែលំបាកនៅពេលដែលយើងបន្តហើយយើងគ្មានដៃគូច្បាស់លាស់គឺកាន់តែរោគរាក់ទៅទៀតតែយ៉ាងណាចំពោះខ្ញុំមិនជាបញ្ហាបងប្អូនណាប្រហោងពោះម្ដងម្កាលដែរប៉ុន្តែបាទខ្ញុំអាចដោះស្រាយបានបាទខ្ញុំអាចដោះស្រាយបានព្រឹកខ្ញុំធ្វើការបាទសារអាទិត្យខ្ញុំរៀបចំព្រឹត្តិការណ៍សប្បុរសធម៌បាទយប់ខ្ញុំលក់ឈុតកីឡាបាទហើយខ្ញុំកាត់ឈុតកីឡាទៀតអញ្ចឹងបងប្អូនអាចកាត់ឈុតកីឡាជាមួយនឹងខ្ញុំបានតំណងមកបាទឈុតថ្មីហ្នឹងគឺមានច្រើនបាទហើយនេះរូបភាពនៅ SV បាទយើងជួយគុណភ័ក្រអបហា2លាន4សែនជាងហើយនេះរូបភាពនៅ PR បាទស្រស់ស្អាតមែនទែនមានដំណក់ទឹកភ្លៀងបាទយើងជួយគុណភ័ក្រអបហាបានខ្ទង់3លានខ្ទង់បានដូចជា90ហើយជួយមណ្ឌលកុមារកំព្រាមេឈើហើយនេះរូបភាពនៅលុច98លុច98កន្លែងយើងចាប់ផ្ដើមដំបូងបាទហើយយើងជួយបាន96000ដែរបាទហើយរូបភាពនេះគឺជារូបភាពល្អជាច្រើនបាទដែលយើងមានវគ្គចែកពៀនហើយយើងចេះតែធ្វើទៅឲ្យមានកាន់តែភាពល្អប្រសើរទៅមុខបាទហើយយើងមានការសន្សំបន្ទុកបាទយើងមានអុយ18ទៅទៀតបាទនៅ SV ណា SV គឺយើងធ្វើបានច្រើនបាទបានច្រើនមែនទែន16ក្រុមចូលរួមឯណោះបាទនៅ SV ណាហើយចំណែកនៅ PR នោះគឺ12ក្រុមយើងកាលនោះយើងជួយមណ្ឌលមេឈើបានខ្ទង់1លាន3បាទជួយគុណភ័ក្រអបហាបានខ្ទង់90000ដែលមានសពរសធរ NSM ហើយនិង V Sport គាត់ជួយបាទ NSM និង V Sport គាត់ជួយហើយនេះគឺការរៀបចំប្រកួតសប្បុរសធម៌របស់ខ្ញុំនេះអាហ្នឹងគឺពេលដែលសង្គ្រាមណាអញ្ចឹងយើងប្រកួតគឺចប់ហើយហ្នឹងគឺបាទវិលចុះវិលឡើងបាទអនុស្សាវរីយ៍គឺវានៅតែអញ្ចឹងវានៅតែបង្ហាញនៅសកម្មភាពល្អរបស់យើងហ្នឹងហើយកីឡាករទាំងអស់ហ្នឹងគឺគាត់ជួយហើយគឺជាអ្នកជួយអ្នកជំជ្រែងបាទជាសប្បុរសជនជាដៃគូរបស់ខ្ញុំហើយពួកគាត់ទាំងអស់ហ្នឹងគឺបាទគាត់ចំណាយលេងបាទចំណាយមូលនិធិចំណាយទាំងពេលវេលាពួកគាត់គឺលះបង់បាទលះបង់ច្រើនជាងខ្ញុំទៅទៀតនោះបាទចំពោះខ្ញុំក៏មិនជាបញ្ហាទេបាទអត់ជាបញ្ហាទេការងារនេះគឺការងារដែលខ្ញុំបង្កើតអញ្ចឹងខ្ញុំត្រូវធ្វើទាំងអស់បាទខ្ញុំត្រូវធ្វើទាំងអស់បែបហ្នឹងបាទគ្រប់បាទពីក្រោមដល់លើណាបាទទាំងការរៀបចំមិនហើយតារាងគាត់ជួយយើងច្រើនបាទជួយយើងច្រើនគាត់បុគ្គលិករបស់គាត់បាទ support យើងបាទរៀបចំបាល់ផងបាទរៀបចំទឹករៀបចំបាទម៉ូយរបស់គាត់ច្រើនអញ្ចឹងយើងក៏ធ្វើបាទតារាងក៏ធ្វើដែរហើយរូបភាពល្អបែបនេះគឺកម្រនឹងមានសម្រាប់ជីវិតយើងណាស់អញ្ចឹងបងប្អូនអរគ្នាសល់ពេលវេលាមានពេលវេលាតនេមួយអាទិត្យម៉ោងអីអាចចូលរួមបានជាមួយខ្ញុំបាទជាមួយខ្ញុំណាប្រកួតក្រុមរៀបចំក្រុមឲ្យខ្លាំងឲ្យល្អបាទកីឡាករបាទមានស្មារតីល្អមិនថាមានស្មារតីមិនល្អទេគាត់ថាកីឡាករគោរពវិន័យលេងពៀនឲ្យដឹងពៀនបាទលេងបាច់ញើសឲ្យដឹងបាច់ញើសកុំថាមកលេងដល់ពេលដល់ម៉ោងលេងរវល់អត់ឲ្យតម្លៃក្រុមអត់ឲ្យតម្លៃពៀនអីអញ្ចឹងណាឬក៏អន់សពុនចិត្តអីនៅក្នុងការលេងពៀនលេងបានតិចអន់ចិត្តលីសចេញពីគ្រប់ទៅចោះបាទកុំ
រណបអីបាទត្រូវធ្វើម៉េចដំណាក់កាលណាដែលយើងលំបាកបាទពេលណាដែលយើងប្រកួតពានគឺត្រូវផ្ដល់តម្លៃឲ្យក្រុមបាទលេងតិចច្រើនគឺលទ្ធផលបាទលទ្ធផលសំខាន់ណាស់បាទកុំគិតថាឲ្យតែខ្ញុំបានលេងច្រើនតាមពិតទៅនៅទីនេះគឺលេងច្រើនណាស់បងប្អូនណាអ្នកខ្លះរត់បែកកង់បាទ60នាទីទេប៉ុន្តែបាទគឺវឹងទៅវឹងមកហើយវឹងទៅវឹងមកហើយចង់បានច្រើននាទីប៉ុន្តែមក60នាទីគឺបាទបែកកង់អស់លីងបាទហើយដល់វគ្គជ្រៅបាទរកកីឡាករមកអេបន្ថែមអត់ចង់បានទេបាទអញ្ចឹងបានកីឡាករដាក់23នាក់23នាក់ធនធានបាទកីឡាករណាដែលលបួសដែលមានបញ្ហាសុខភាពកុំឲ្យលេងបាទហើយត្រូវមានកីឡាករជំនួសបាទនេះគឺរូបភាពលើកពានបាទក្រុមក្តាមប្រៃក្តាមអីហើយយើងស្វែងរកដៃគូដែរបាទតែ nothing to silent everything silent បាទខ្ញុំមិនសូវចេះអង់គ្លេសបាទតែអ្វីៗគឺស្ងប់ស្ងាត់ណាស់សម្រាប់ដៃគូអញ្ចឹងបាទយើងសរុបមកបាទនៅលិចហ្នឹងគឺយើងទូទាត់យើងទូទាត់យើងសរុបកំណត់ត្រា13លានហើយបាទបន្ទាប់ពីសមិទ្ធផលដ៏ល្អដែលយើងចេញពីលិចបាទ99000 74000ហើយរដូវកាលនេះគឺ1,600,000បាទគឺច្រើនមែនតើបាទអញ្ចឹងត្រៀមជួបគ្នាបងប្អូនអរគ្នានៅថ្ងៃទី24បាទវគ្គ semi final នៅលិច98បាទលិច98នៅខាងក្រៅ ABA ច្បារអំពៅបាទក្រោយ ABA ច្បារអំពៅហើយបងប្អូនទាំងអស់គ្នាកុំភ្លេចតុក្កតាបាទយកមកឲ្យខ្ញុំមកគឺខ្ញុំនឹងជូនទៅដល់មណ្ឌលមេឈើដើម្បីផ្ដល់ភាពកក់ក្ដៅទៅបាទក្មេងៗកំព្រានៅទីនោះហើយបាទវគ្គផ្ដាច់ព្រាត់ណាវគ្គផ្ដាច់ព្រាត់គឺជាវគ្គដែលសំខាន់មែនទែនហើយអស្ចារ្យមែនទែនខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាចូលរួមគ្រប់គ្រងឲ្យបានពេញតារាងមិនថាក្រុមណាទេបាទគឺឈ្នះទាំងអស់គ្នាទេបាទនៅទីនេះឈ្នះទាំងអស់គ្នាទេប្រាក់រង្វាន់200000អីទេបាទលេខ1បានតិចទេគាត់ថាយើងបានជួយក្មេងៗខ្ទង់លៀនដែរបាទជួយក្មេងៗច្រើនបាទច្រើនអញ្ចឹងគឺយើងលេងដើម្បីអីបាទនៅទីនេះគឺលេងដើម្បីសង្គមបាទលេងដើម្បីកុមារលេងដើម្បីមូលដ្ឋានតំបន់នៃការប្រកួតប្រជែងហើយក្មេងៗដែលមកទស្សនាការប្រកួតប្រជែងអស្ចារ្យនៅទីនោះក៏មានការគិតល្អមកលើបាល់ទាត់ច្រើនព្រោះថាយើងលេងគឺដើម្បីជួយក្មេងៗយើងលេងដើម្បីជួយសង្គមអញ្ចឹងអ្នកនរអស់គ្នានៅទីនេះមានហេតុផលសំខាន់បាទហេតុផលសំខាន់បាទមានគុណប្រយោជន៍ប្រយោជន៍ជាប្រយោលហើយជាផ្ទាល់បាទជាផ្ទាល់ហ្នឹងគឺជួយក្មេងៗនោះឯងលទ្ធផលជួយក្មេងៗប្រយោលនោះគឺសុខភាពការប្រកួតប្រជែងបាទការស្គាល់ក្រុមថ្មីការប្រកួតប្រជែងខ្ពស់ហើយបាទការបង្កើននៅនីតិលេងសម្រាប់យុវជននេះគឺជាព្រះរាមខាប់អ្នកដែលចូលរួមជាមួយនឹងព្រះរាមខាប់តើតែលេងបានសុខភាពបានបែកញើសទើបអាចបាទចូលជាមូលនិធិព្រះរាមខាប់បានណានេះគឺជាគោលការណ៍របស់យើងអត់មានលុយគៀផ្ដេសផ្ដាស់នៅតារាងបាល់អត់មានទិន្នន័យ data បាទនាំឲ្យមានបញ្ហាគិតបាទមកលើអ្នករៀបចំមកលើខ្ញុំបើខ្ញុំអត់ចង់បានអញ្ចឹងទេបងប្អូនខ្ញុំចង់បានភាពច្បាស់លាស់ព្រោះអីដែលយើងធ្វើគឺបាទគេឈ្មោះបាទគេឈ្មោះមិនត្រឹមតែគេឈ្មោះពានគឺគេឈ្មោះក្រុមបាទតារាងអ្នកចូលរួមនិង fan បាទដើម្បីទាំងអស់គ្នាជុំវិញខ្លួនរបស់យើងបាទជុំវិញខ្លួនរបស់យើងហ្នឹងគឺធ្វើម៉េចយើងព្យាយាមផ្ដល់បាទឲ្យបាទអ្នកជុំវិញខ្លួនបាទអ្នកដែលពាក់ព័ន្ធបាទគាត់មានសេចក្តីសុខផ្លូវចិត្តទាំងអស់គ្នាហើយជាអនុស្សាវរីយ៍ដែលมันអាចមើលរំលងបានឡើយអរគុណច្រើន